ថ្ងៃសៅរ៍នេះគឺអត់បានធ្វើអីច្រើនទេចាគ្រាន់តែទៅផ្សារទិញម្ហូបអីតិចតួចប៉ុន្តែទៅណាក៏ដោយក៏មិនភ្លេចដែរជាមួយនឹង NS ហើយនឹង collagen ចាឥឡូវនេះគឺមានក្នុងស្តុកទាំងពីរតែម្ដងបងប្អូននៅក្នុងស្រុកខ្មែរបើបងប្អូនចង់បានកុំភ្លេចឆាតចូល page សម្រាប់ការកម្មង់មុននឹងខ្ញុំទៅផ្សារទិញម្ហូបហ្នឹងគឺខ្ញុំមកផ្សារដើម្បីទិញទូសិនចាទូគេហៅទូដាក់តាំងអីវ៉ាន់ណាគឺខ្ញុំទិញយកមករៀបចំលេយើងដាក់ត្រៀបលេត្រៀបអីមើលទៅឲ្យឃើញស្អាតចឹងណាបងប្អូនពួកឥឡូវហ្នឹងយើងចាប់ផ្ដើមលក់លេហើយចាអញ្ចឹងទៅគឺថារៀងតុបតែងអ្វីរៀងថ្មីថ្មីបន្តិចសម្រាប់ឆ្នាំក្រោយហើយសន្យាជាមួយខ្លួនឯងថារឿងមិនល្អទាំងប្រមាណនៅក្នុងឆ្នាំ2025នេះនឹងបោះចោលឲ្យអស់ឆ្នាំ2026ស្ពាយយកតែរឿងល្អល្អហើយនឹងភាពជោគជ័យចាក្រោកឈរមកម្ដងទៀតជាមួយនឹងភាពរឹងមាំនៅលើโลกនេះគ្មានអ្វីដែលថាយើងធ្វើមិនបានទេសំខាន់គឺយើងតាំងចិត្តធ្វើប៉ុណ្ណាទោះបីជាយើងធ្វើទៅយើងលើកទី1លើកទី2លើកទី3យើងមិនជោគជ័យក៏ដោយគឺយើងសំខាន់យើងកុំបោះបង់ឲ្យសោះសម្រាប់ខ្ញុំគឺខ្ញុំសរសើរខ្លួនឯងថងថាទោះបីជាខ្ញុំអត់សុបាយចិត្តខ្លាំងយ៉ាងណាខ្ញុំក៏ទុកខ្លាំងយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែអាចជូតទឹកភ្នែកហើយខ្ញុំងើបឈរមកវិញបាននៅពេលដែលខ្ញុំធ្វើការគឺខ្ញុំធ្វើការប៉ុន្តែនៅពេលដែលខ្ញុំធ្វើការហើយគឺខ្ញុំអាចសេតបន្តប៉ុន្តែឥឡូវនេះគឺឈប់ហើយបងប្អូនទោះបីជាយ៉ាងណាក៏ដោយមានអារម្មណ៍ថាក្នុងខ្លួនរបស់ខ្ញុំឥឡូវគឺស្រឡះហ្មងស្រឡះក្នុងចិត្តណារឿងដែលយើងធ្លាប់អត់សុបាយចិត្តមកទាំងប៉ុន្មានមានអារម្មណ៍ថាជ្រុះបាត់ហ្មងហើយមែនជ្រុះបាត់នឹងថាបាត់ទៅណាទេតាំងពីទៅអាឡម៉ង់ហ្នឹងមកគឺថាជ្រុះរឿងនឹងបាត់ហ្មងហើយត្រង់កន្លែងនេះដើរទៅឃើញគេដាក់តាំង brand NS នៅក្នុងផ្សារអ្នកលក់នេះក៏ឃើញព្រាមសបាយផ្លែតកុំជឿគេសំដែងឯងបងប្អូនគេសំដែងឯងចាពេលខ្លះទៅសំដែងខ្លះអីខ្លះណាបងប្អូនជីវិតណាវាមិនចេះតែការពិតរហូតទេអញ្ចឹងហើយយើងសំដែងខ្លះទៅបានមានអ្នកមើលហើយសំខាន់ណាលេនេះបងប្អូនគឺជាលេប្រភេទព្យាបាលស្បែកធ្វើឲ្យស្បែករបស់យើងសភ្លឺថ្លាមិនមែនសស្គូណាបងប្អូនប្រើយូរទៅបានសភ្លឺថ្លាចេញមកពីខាងក្នុងជាពិសេសនឹងគឺជួយព្យាបាលការរលាកស្បែករលាកកូរ៉ូមស្បែកស្ងួតស្បែកមានស្នាមសង្វារអីហ្នឹងជួយកាត់បន្ថយស្នាមបានច្រើនឥឡូវនេះគឺមកដល់ផ្សារម្ហូបម្ដងចាម្ហូបនេះផ្សារនេះគេហៅថាផ្សារ Lidl នៅជិតផ្ទះខ្ញុំអាសាមកមែនទែនឲ្យតែថ្ងៃណាតណេអញ្ចឹងដឹងតែជិះមកទិញផ្លែឈើញ៉ាំហើយពួកឯងខ្ញុំភាគច្រើនគឺខ្ញុំចូលចិត្តញ៉ាំផ្លែឈើចាដូចជាផ្លែក្រូចផ្លែបឺរឬមួយក៏ស្វាយគេមានស្វាយគេមួយនោះបងប្អូនរៀងយើងរើសត្រូវហើយឆ្ងាញ់មែនទែនហើយប៉ោមអីហ្នឹងក៏ខ្ញុំចូលចិត្តញ៉ាំដែរភាគច្រើនខ្ញុំញ៉ាំបាយហើយនិងខ្ញុំញ៉ាំផ្លែឈើហើយចាបន្ទាប់ពីទិញហើយហ្នឹងក៏នាំគ្នាមកគិតលុយមួយកូនគិតលុយហើយក៏ទៅផ្ទះវិញទៅជារឿងធម្មតាចាតាមទម្លាប់អ្នកម៉ាក់កូនពីរចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេហើយបើសិនជាបងប្អូនពេញចិត្តនៅចាប់អារម្មណ៍លេកុំភ្លេចឆាតចូល page ទាំងអស់គ្នាអរគុណដែលបានតាមដានទស្សនាជម្រាបលា